គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋនៅសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញនឹងបានឆេះបរិសម្នាក់ប្រូលពីសពេញខ្លួនគួរឲ្យអាណោចអាធមទស្សនាវីដេអូលម្អិតដូចតទៅនេះមកសុំឡើងទឹកបងសុំឡើងទឹកបងសុំឡើងទឹកមានអ្នករបៀងបងប្អូននៅជួយអន្តរាគមន៍ខ្ញុំសុំឲ្យឡានពេទ្យមួយផងបងប្អូនឥឡូវមានអ្នករបៀងពងអង្គុយសិនណាពងអង្គុយសិនរកកន្លែងអង្គុយសិនពងមានអ្នកក្នុងផ្ទះហើយពូមានអ្នកក្នុងផ្ទះនៅក្នុងផ្ទះមានទៀតហ៎ហ៎អូមានអ្នកក្នុងផ្ទះប្រពន្ធគាត់មានប្រពន្ធគាត់នៅក្នុងកុំឡានពេទ្យមួយផងពូឡានពេទ្យបងតែទៅទី